បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពទីរាប់អាននិងជាទីស្រឡាញ់បាទថ្ងៃនេះជាថ្ងៃសម្រាប់ពីការងារក៏បាននាំកូននាំប្រពន្ធមកលេងខាងរនតឯកហើយក៏ឆ្លៀតចូលទស្សនាសារមន្ទីរមួយទូចនៅភូមិតានីនឹងឈ្មោះថាសារមន្ទីរកុលាភិជអង្គរភូមិតានីហើយសារមន្ទីរនេះគឺមានចម្ងាយប្រមាណ32គីឡូម៉ែត្រពីក្រុងសៀមរាបហើយបើទីតាំងវិញគឺស្ថិតនៅក្នុងភូមិតានីឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាបហើយអគារសារមន្ទីរនេះបងប្អូនបើយើងមើលទៅគឺស្រស់ស្អាតប្លែកមួយយ៉ាងយើងមើលទៅរាងមូលរាងដូចជាពងក្រពើហ្នឹងហើយចូលខាងក្នុងទៅមានរបស់របរដាក់តាំងមានដូចជាតន្លាប់ដូចជាក្អមដូចជាចានដូចជាក្បឿងបុរាណហើយនឹងកន្ទីហើយនឹងរបស់របរជាច្រើនទៀតដែលយើងអាចទស្សនានៅក្នុងកន្លែងនេះហើយជាពិសេសហ្នឹងការដាក់តាំងបង្ហាញគឺគួរឲ្យចាប់អារម្មណ៍មែនទែនគឺបង្ហាញអំពីទស្សនវិជ្ជាទូទៅในភូមិតានីហើយនឹងផែនទីបង្ហាញទីតាំងឡបុរាណផ្សេងទៀតហើយនឹងគេធ្វើពីឡបុរាណគំរូមួយឲ្យយើងឃើញហើយយើងអាចយល់ពីរចនាសម្ព័ន្ធឡបុរាណគេធ្វើយ៉ាងម៉េចហើយយើងឃើញអំណាចតសឡហ្នឹងទៅវាដីឥដ្ឋហើយមួយទៀតយើងឃើញរចនាសម្ព័ន្ធឡគេបង្ហាញគឺមានបង្ហាញកន្លែងប្រអប់ភ្លើងនិងបំពង់ផ្សែងហើយនឹងកន្លែងបន្ទប់ដាក់ភាជអញ្ចឹងយើងអាចដើរជុំវិញឬក៏យើងមានចម្ងល់យើងអាចសួរបុគ្គលិកដែលធ្វើការទីនោះហើយក៏រាក់ទាក់ហ្នឹងហើយល្អបង្ហាញព័ត៌មានយើងអត់ចេះឆ្មាំងឆ្មៃទេបាទបុគ្គលិកនោះគឺថារាក់ទាក់ជួយប្រាប់ព័ត៌មានដែលយើងឆ្ងល់ពីអីនៅក្នុងសារមន្ទីរហ្នឹងបាទហើយយើងមួយទៀតយើងឃើញគេធ្វើអំពីទំនប់បុរាណមួយហ្នឹងគឺដែលមានឡបុរាណនៅតានីហ្នឹងគេរហូតដល់5ក្រុមហើយទំនប់បុរាណហ្នឹងមានប្រវែងប្រមាណប្រហែលជា900ម៉ែត្រហើយជាងនឹងទៀតគេបង្ហាញអំពីបច្ចេកទេសដែលបច្ចេកទេសនៃការប្រើប្រាស់ដីឥដ្ឋឬក៏ដុតហើយការប្រើសម្រាប់ធ្វើកុលាភិជហ្នឹងជាពិសេសរបៀបសូនរូបរាងកុលាភិជនៅសម័យអង្គរនេះហើយការសូនរូបធ្វើកុលាភិជនេះឡើងហ្នឹងគឺត្រូវមានគេធ្វើមាន4ប្រភេទទី1ការប្រើឈ្នាន់បង្វិលទី2ការប្រើរមូរដីឥដ្ឋទី3ការសូនរូបរាងដោយដៃហើយនិងទី4នឹងការប្រើពុម្ពបាទបងប្អូនដឹងទេចំពោះរបស់របរដែលគេដាក់តាំងទាំងអស់ហ្នឹងមានដន្លាប់មានក្អមមានព្រំដំបូលមានក្បឿងបុរាណអីដន្លាប់ទាំងអស់ហ្នឹងគឺថាភាគច្រើនហ្នឹងគឺធ្វើឡើងនៅសម័យអង្គរពីក្នុងអំឡុងសតវត្សទី10ដល់សតវត្សទី11ហើយចំពោះតម្លៃសបុតសម្រាប់ភ្ញៀវជាតិយើងហ្នឹងគឺថាមានតម្លៃតែ500រៀលទេអញ្ចឹងបើបងប្អូនបានធ្វើដំណើរមកទស្សនានៅតំបន់រុនតាឯកហ្នឹងសូមកុំភ្លេចឈៀងមកចូលទស្សនាសារមន្ទីរកុលាភិអង្គរភូមិតានីផងបាទអញ្ចឹងមុននឹងជម្រាបលាក្នុងវីដេអូនេះខ្ញុំសូមសង្ខេបពីប្រវត្តិខ្លះតាក់ទងសារមន្ទីរនេះគឺថាស្ថានីយ៍ឡតានីនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅខែសីហាឆ្នាំ1995បន្តមកទៀតនៅឆ្នាំ1996មានស្ថាប័នអន្តរជាតិដ៏ល្បីល្បាញ2គឺសាកលវិទ្យាល័យសូហ្វីយ៉ានិងវិទ្យាស្ថានស្រាវជ្រាវសម្បត្តិវប្បធម៌ជាតិណារ៉ាបានមកសហការដើម្បីស្រាវជ្រាវនិងបណ្ដុះបណ្ដាលបុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរអប្សរានិងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យាហើយសារមន្ទីរកុលាភិជឡតានីនេះគឺបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាមួយផ្នែក
ពីស្ថានទូតជប៉ុនប្រចាំនៅប្រជាណាចក្រកម្ពុជានិងមួយផ្នែកទៀតជាថវិការបស់អាជ្ញាធរអប្សរាហើយនេះជាសារមន្ទីរកុលាភិកទី1នៃប្រជាណាចក្រកម្ពុជាដែលបានសង់ឡើងនៅតំបន់ស្ថានីយ៍ឡតែម្ដងពលគឺសម្រាប់តាំងបង្ហាញពីកុលាភិកខ្មែរសម័យអង្គរប្រមូលពីឡផ្សេងៗនៅតំបន់អង្គរនិងស្ថានីយ៍ផ្សេងៗទៀតដូច្នេះសារមន្ទីរនេះគឺថាប្រហែលជាសម្ពុតជាផ្លូវការដាក់ឲ្យដំណើរការគឺនៅថ្ងៃទី15ខែធ្នូឆ្នាំ2009បាទអញ្ចឹងសូមអរគុណច្រើនចំពោះបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្លីរបស់ខ្ញុំនេះសូមជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណច្រើន